như khi mà xung chạy đom buồn hón choคือการอธิบายอย่างปีเทียบซ้ำปีติดคือเทียบซ้ำสัจจานุมัติหนึ่งเทียบซ้ำอัตโนมัติเนี่ยสนใจดำช่วยถึงจุดอันนี้សូមជម្រាបសួរដល់ទូរទស្សនិកជនហើយខ្ញុំបាទគឺសូមអនុញ្ញាតជម្រាបជូនលោកស្រីពិធីការនីរួមទាំងទូរទស្សនិកជនដើម្បីកំណត់អំពើណាមួយជាបទល្មើសគឺថាតលតែថាមានអំពើស្ដែងចេញដោយឯកឧត្តមកើតរិទ្ធបានបញ្ជាក់ជូនអញ្ចឹងគឺថាវាមានចរិតគ្រោះថ្នាក់ស្ដែងចេញខាងក្រៅដែលចរិតគ្រោះថ្នាក់ស្ដែងចេញនេះគឺតាមរយៈអំពើជាសច្ចានុមត្តគឺថាតាមពិតទៅគឺថាបើសិនជាគ្មានអំពើទេគឺយើងមិនអាចកំណត់អ្វីមួយដែលគ្រាន់តែគិតក្នុងចិត្តឧទាហរណ៍បុគ្គលម្នាក់គ្រាន់តែគិតក្នុងចិត្តថាចង់ប្រព្រឹត្តអំពើណាមួយដែលជាបទល្មើសព្រហ្មទណ្ឌដែលច្បាប់ហាមឃាត់នឹងក៏ដោយក៏មិនអាចឲ្យជននោះទទួលខុសត្រូវព្រហ្មទណ្ឌរឿងដាក់ទណ្ឌកម្មជននោះបានទេអញ្ចឹងតើតើមានអំពើជាសច្ចានុមត្តដែលធ្វើឡើងដោយបុគ្គលនោះអញ្ចឹងតកតងជាមួយនឹងអំពើនេះទោះបីជាមានអំពើក៏ដោយបើសិនជាមិនមានភចនកម្មទេគឺថាក៏មិនអាចធ្វើការដាក់ទណ្ឌកម្មដល់ជននោះដែរអញ្ចឹងវាត្រូវតែមានភចនកម្មដល់សង្គមនេះគឺវាស្ដែងចេញអំពីអំពើដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់រៀបរយសន្តិសុខសង្គមនិងមួយទៀតវាត្រូវមានចំណងតាក់ទងរវាងការខូចខាតឬក៏ភចនកម្មនេះជាមួយនឹងអំពើបើសិនជាអំពើមួយផ្សេងហើយនឹងការខូចខាតមួយកើតផ្សេងចេញក្រៅពីអំពើនេះក៏យើងមិនអាចយកអំពើរបស់បុគ្គលម្នាក់ដែលមិនបានធ្វើឲ្យមានការខូចខាតនេះមកដាក់ទណ្ឌកម្មឬក៏ធ្វើឲ្យទទួលខុសត្រូវព្រហ្មទណ្ឌដែរអញ្ចឹងតាក់ទងជាមួយនឹងភចនកម្មដែលត្រូវតែមានចំណងទំនាក់ទំនងជាមួយអំពើនេះគឺចង់បញ្ជាក់ថាវាត្រូវហេតុដែលកើតចេញមកនេះវាត្រូវតែកើតចេញពីអំពើណាមួយឬក៏ផលដែលកើតចេញពីអំពើណាមួយដែលបានប្រព្រឹត្តឡើងដោយបុគ្គលណាម្នាក់នៅក្នុងអំពើជាសច្ចានុមត្តនេះវាអាចកើតនៅអំពើជាសកម្មនិងអំពើមួយទៀតគេហៅថាអំពើអកម្មបាទសួរថាតើស្អីទៅហៅថាអំពើសកម្មស្អីទៅហៅអំពើអកម្មអំពើសកម្មគឺស្ដែងចេញអំពីសកម្មភាពកាយវិការរបស់ចរិយគឺចរិយបានប្រព្រឹត្តអំពើចេញជាក់ស្ដែងដែលអ្នកណាក៏មើលឃើញថាបុគ្គលនោះបានប្រព្រឹត្តដែរឧទាហរណ៍ដូចជាអំពើមនុស្សឃាតនៅពេលដែលជនម្នាក់ទៅផ្ដាច់ជីវិតរបស់ជនម្នាក់ទៀតនេះគឺថាបង្ហាញនៅសកម្មភាពជាសច្ចានុមត្តនៅខាងក្រៅបញ្ជាក់ថាជននោះបានប្រព្រឹត្តអំពើហើយតាក់ទងជាមួយអំពើអកម្មវិញអំពើអកម្មគឺសំដៅទៅលើអំពើដែលជនម្នាក់មិនធ្វើទៅតាមការកំណត់ជាកាតព្វកិច្ចដែលច្បាប់តម្រូវឲ្យធ្វើអំពើនេះគឺតតែច្បាប់ចែងជាក់លាក់ថាកាតព្វកិច្ចណាខ្លះដែលបុគ្គលគ្រប់រូបក្នុងសង្គមឬក៏បុគ្គលណាខ្លះដែលត្រូវបំពេញហើយមិនបំពេញបុគ្គលនេះត្រូវតែទទួលខុសត្រូវព្រហ្មទណ្ឌគឺថាត្រូវទទួលខុសត្រូវអំពីអំពើល្មើសនេះឧទាហរណ៍ខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ថាបទមិនប្តឹងបរិហាពីការធ្វើបាបអនិច្ចជនដែលមានចែងនៅក្នុងមាត្រា530នៃក្រមព្រហ្មទណ្ឌនៅក្នុងនេះគេចែងថារាល់បុគ្គលណាដែលបានដឹងអំពីការធ្វើបាបឬក៏បៀតបៀនខាងផ្លូវភេទលើអនិច្ចជនអាយុក្រោម15ឆ្នាំហើយមិនបានប្តឹងបរិហារដល់អាជ្ញាធរតុលាការឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យប្រាក់ពី2លានរៀលទៅ6លានរៀលនេះគឺជាអំពើអកម្មដែលយើងបញ្ជាក់ថាជនម្នាក់នោះបានដឹងឧទាហរណ៍ថាបានដឹងថាមានការធ្វើបាបអនិច្ចជនក្រោម15ឆ្នាំហើយប៉ុន្តែគាត់អត់ប្តឹងបរិហារអំពើនេះទៅអាជ្ញាធរមានសមត្ថកិច្ចឬក៏ទៅអាជ្ញាធរតុលាការករណីនេះគឺច្បាប់បានចែងកំណត់ថាអ្នកនឹងត្រូវមានកាតព្វកិច្ចប្តឹងបើគាត់មិនប្តឹងអញ្ចឹងទេគឺត្រូវមានទោសទៅតាមបញ្ញត្តិមាត្រា530នេះតាក់ទងបញ្ហាធាតុអត្តនោម័តវិញឬក៏ធាតុចេតនាគឺអំបញ្ញមិញគឺឯកឧត្តមកើតរិទ្ធគឺបានបញ្ជាក់ថាចរិតគ្រោះថ្នាក់វាមិនមែនស្ដែងចេញមកខាងក្រៅប៉ុណ្ណោះទេគឺវាស្ថិតនៅក្នុងចិត្តរបស់បុគ្គលម្នាក់តើបុគ្គលនោះចង់ប្រព្រឹត្តអំពើនោះឲ្យមានគ្រោះថ្នាក់ដល់សង្គមកម្រិតណាអញ្ចឹងនៅក្នុងការប្រព្រឹត្តអំពើរបស់បុគ្គលម្នាក់គឺត្រូវតែមានការបញ្ជាក់អំពីឆន្ទៈរបស់បុគ្គលនោះផងដែរថាគាត់ចង់ប្រព្រឹត្តអំពើនេះហើយគាត់បានដឹងថាអំពើនេះគឺជាអំពើមួយដែល
បង្កគ្រោះថ្នាក់ដល់សង្គមដែលច្បាប់ហាមឃាត់អញ្ចឹងតាក់ទងជាមួយនឹងបញ្ហានេះគឺគាត់បានដឹងទុកជាមុនថាអំពើហ្នឹងគឺពិតជាច្បាប់បានហាមឃាត់ហើយគាត់ក៏មានចេតនាប្រព្រឹត្តអំពើនេះអញ្ចឹងចំណុចដែលសួរថាចុះបុគ្គលមួយចំនួនឬប្រជាពលរដ្ឋមួយចំនួនគាត់ថាគាត់អត់បានអានច្បាប់គាត់អត់ដឹងច្បាប់អានេះគឺច្បាប់គេបានកំណត់ជាគោលការណ៍ថាបុគ្គលនៅជាសមាជិកសង្គមគ្រប់រូបណាណាក៏ត្រូវដឹងច្បាប់ដែរដោយពាក្យបារាំងមួយគេថា nul ne censé ignorer la loi មានន័យថាគ្មាននរណាម្នាក់ហ៊ានថាខ្លួននឹងមិនដឹងច្បាប់ទេអញ្ចឹងសមាជិកសង្គមត្រូវតែដឹងថាមានច្បាប់ចែងមកហាមឃាត់ទៅលើបញ្ហាអីខ្លះនេះគឺថាច្បាប់បានសន្មត់ទុកតែម្ដងទោះបីជាគាត់មិនបានមើលគាត់មិនបានដឹងគាត់មិនបានសិក្សានឹងក៏ដោយក៏ច្បាប់សន្មត់បែបនេះអញ្ចឹងបុគ្គលដែលប្រព្រឹត្តនោះគាត់មានចេតនាប្រព្រឹត្តអំពើនោះហើយគាត់ប្រព្រឹត្តអំពើហ្នឹងជាអំពើមួយដែលច្បាប់ហាមឃាត់បាទច្បាប់ហាមឃាត់គឺច្បាប់បានបញ្ញត្តិទុកតែម្ដងប៉ុន្តែចំណុចមួយដែលខ្ញុំបាទសូមបញ្ជាក់គឺថាអំពើទោះបីជាចេតនាដែលគាត់ប្រព្រឹត្តនេះក៏ដោយក៏ពេលខ្លះគឺថាការប្រព្រឹត្តនេះគឺធ្វើឲ្យមានកំហុសជាចេតនានិងចេតនាមួយទៀតគឺថាចេតនាក្នុងការប្រព្រឹត្តរបស់គាត់នេះគឺថាធ្វើឲ្យមានកំហុសជាអចេតនាអញ្ចឹងបានយើងពិនិត្យឃើញនៅបញ្ញត្តិមួយចំនួនដែលចែងពាក់ព័ន្ធជាមួយនឹងការដែលការធ្វេសប្រហែសឬការខ្ជិលជាការមិនប្រុងប្រយ័ត្នឬការមិនបំពេញកាតព្វកិច្ចទាំងឡាយដែលច្បាប់កំណត់នឹងវាត្រូវតែទទួលទោសផងដែរតាក់ទងជាមួយនឹងធាតុចេតនានេះយើងពិនិត្យឃើញចែងនៅក្នុងមាត្រា4នៃក្រមព្រហ្មទណ្ឌចែងថាពុំមានបទល្មើសទេប្រសិនបើគ្មានចេតនាប្រព្រឹត្តប៉ុន្តែនៅបញ្ញត្តិនៃក្រមនៃមាត្រា4នេះដដែលគឺនៅកថាខណ្ឌទី2គេបានចែងថាប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុនបទល្មើសណាមួយអាចកើតឡើងពីការមិនប្រុងប្រយ័ត្នការខ្ជិលជាការធ្វេសប្រហែសឬការមិនគោរពកាតព្វកិច្ចណាមួយបាទនេះគឺថាបញ្ជាក់អំពីកំហុសអចេតនាដែលធ្វើឡើងដោយជននោះព្រោះថាប្រយ័ត្នច្រឡំថាចុះមិនថាអចេតនាតាមពិតគឺគាត់មានចេតនាប្រព្រឹត្តអំពើប៉ុន្តែគាត់មិនពាក់ព័ន្ធជាមួយនឹងកំហុសគឺកំហុសអចេតនាគឺថាគាត់មិនមានចេតនាប្រព្រឹត្តកំហុសទេអញ្ចឹងតើតើចំណុចនេះខ្ញុំសូមបាទលើកឧទាហរណ៍ដូចជាមាត្រា207នៃក្រមព្រហ្មទណ្ឌគឺចែងពាក់ព័ន្ធជាមួយនឹងបទមនុស្សឃាតដោយអចេតនាគឺតើតើបញ្ហានេះគឺច្បាប់បានចែងថាអំពើរបស់បុគ្គលដែលធ្វើឲ្យបុគ្គលណាម្នាក់ស្លាប់បាទឬក៏ឲ្យអ្នកដទៃស្លាប់បណ្ដាលមកអំពីការធ្វេសប្រហែសឬការមិនប្រុងប្រយ័ត្នឬការខ្ជិលជាឬក៏បណ្ដាលមកអំពីការបំពានទៅលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចដែលប្រុងប្រយ័ត្នដែលច្បាប់តម្រូវឧទាហរណ៍ដូចជាករណីដែលជនម្នាក់បើកបរដោយមិនប្រុងប្រយ័ត្នឬក៏ខ្ជិលជានោះធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដទៃហើយស្លាប់អានេះគឺជាករណីដែលប្រភេទមួយដែលយើងអាចនឹកឃើញថាជាអំពើមនុស្សឃាតដោយអចេតនាអញ្ចឹងចំណុចនេះយើងអាចនឹងច្រឡំថាចុះបើដាក់អចេតនាអញ្ចឹងធាតុចេតនាទៅណាតាមពិតធាតុចេតនារបស់គាត់គឺចេតនាប្រព្រឹត្តអំពើប៉ុន្តែវាបញ្ហាត្រង់កើតឡើងថាកំហុសដែលកើតចេញមកគឺកំហុសអចេតនាបាទនឹងគឺខ្ញុំបាទសូមបញ្ជាក់ជូនប៉ុណ្ណេះបាទចាសតែអំដរគុណអាដាមមុនហុនអាដាមវគ្គនាយកនេះខ្ញុំសូមជម្រាបសួរថាប្រសិនបើមានបទល្មើសព្រហ្មទណ្ឌមួយកើតឡើងដូច្នេះតើយើងយកច្បាប់ព្រហ្មទណ្ឌទៅអនុវត្តបែបណាដែរទេបាទគឺតាមគោលការណ៍គឺការអនុវត្តច្បាប់ព្រហ្មទណ្ឌហ្នឹងគឺត្រូវមានកម្រិតនៅក្នុងដែនរបស់វាដូច្នេះដោយសារពេលវេលានៃការប្រព្រឹត្តល្មើសក៏ដូចជាទីកន្លែងនៃការប្រព្រឹត្តបទល្មើសច្បាប់ព្រហ្មទណ្ឌមួយមិនអាចអនុវត្តចំពោះគ្រប់បទល្មើសទាំងអស់បានទេដូច្នេះគេសិក្សាអំពីដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌហ្នឹងតើមានអនុភាពអនុវត្តតាមទំហំបែបណាកម្រិតបែបណាដោយពិចារណាទៅលើពេលវេលានិងទីកន្លែងនៃការប្រព្រឹត្តបទល្មើសដូច្នេះហើយយើងអាចថាគេសិក្សាដែនអនុវត្តច្បាប់ព្រហ្មទណ្ឌគេយកច្បាប់ព្រហ្មទណ្ឌមួយមកអនុវត្តនៅពេលមានបទល្មើសកើតឡើងហ្នឹងគឺដោយពិចារណាទៅលើដែនអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងកាលក្នុងពេលវេលាពិចារណាទៅពេលវេលាប្រៀបធៀបជាមួយពេលវេលានៃការប្រព្រឹត្តបទល្មើស